យ៉ារ៉ូថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់សូរិយានចង់ដឹងថាយ៉ារ៉ូមានពាក្យពេចន៍អីខ្លះដើម្បីជូនពរទៅកាន់កញ្ញាហងសូរិយានអាយុ18ឆ្នាំនេះនៅក្នុងថ្ងៃនេះតែដល់8ឆ្នាំទេមែនហ៎ហ្នឹងហើយហើយជូនពរអូ18ហើយចង់ប្រាប់បងប្អូនថាកាពិតខ្ញុំជាមួយសូយ៉ានគឺស្គាល់គ្នារយៈពេលយូរហើយមួយជាង10ឆ្នាំឥឡូវហើយបាទតាមពីគាត់ថតកម្មវិធីស្នេហ៍9មួយខ្ញុំមួយទៀតបាទស្គាល់តាមពីគាត់នៅក្មេងខ្លាំងតែឥឡូវមិន8 10ណាយឬថា21អូឯង21ណាតែដល់ពេលដាក់បាញ់លឺអត់ដឹងហងចេះបានលឺណាអត់តែនិយាយទៅលឺតែប្រយ័ត្នអីបានអញ្ចឹងឲ្យលឺតែខ្ញុំឯណាបាទអរគុណច្រើនអញ្ចឹងដោយសារតែការរាប់អានរយៈពេលយូរដូចជាប្អូនស្រីមួយរូបដែលតែងតែចង់ឃើញអូនមានភាពជោគជ័យអញ្ចឹងហើយក្នុងពេលបច្ចុប្បន្នឃើញគាត់មានភាពរីកចម្រើនច្រើនបើសម្រស់វិញគាត់ស្អាតហើយជោគជ័យក្នុងវិស័យដែលគាត់កំពុងធ្វើនឹងផ្ទាល់តែម្ដងអញ្ចឹងអត់មានអីច្រើនទេការរីករាយរបស់អូនក៏ជាក្តីសុខផបងមើលពីចម្ងាយផងដែរអញ្ចឹងជាបន្តទៀតក៏ជូនពរឆ្នាំថ្មីបន្តទៀតមានការងារកាន់តែច្រើនហើយសប្បាយចិត្តរលួយបានច្រើនអ្វីដែលអូនបងប្រាថ្នាឲ្យបានដូចបំណងហើយស្អាតជានិររហូតហើយអ្វីដែលសំខាន់បន្ថែមទៀតមួយទៀតនោះគឺសុខភាពល្អនិងសប្បាយចិត្តជានិច្ច Yes អូវ៉ាវពាក្យពេចន៍លយមែនតើថាតែគេជាវិធីកណោះតាឥឡូវបេដងយាយហ៎បេដងហ៎អូខេឥឡូវសួរសំណួរមួយទៀតចង់ដឹងថាសម្រាប់ការយកឃើញរបស់យ៉ារ៉ូអ្វីនៅក្នុងជីវិតដែលធ្វើឲ្យយ៉ារ៉ូសប្បាយចិត្តអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្ញុំគិតថាខ្លួនខ្ញុំបាទពីព្រោះចាប់ផ្ដើមពីខ្លួនខ្ញុំបានខ្ញុំអាចសប្បាយចិត្តបានដោយពុតប្រកបមួយហើយទៅចែករំលែកក្តីសប្បាយចិត្តនិងភាពរីករាយទាំងអស់ហ្នឹងទៅកាន់អ្នកដទៃបានប្រកបថាការងារខ្ញុំជា MC អញ្ចឹងយើង concert អីផ្សេងយើងតែងតែធ្វើឲ្យគេសប្បាយចិត្តចុះបើយើងអត់សប្បាយចិត្តផងយើងធ្វើអ្នកដទៃសប្បាយចិត្តមិនទៅអញ្ចឹងខ្ញុំពីខ្លួនឯងទៅគឺខ្ញុំតែងតែជ្រើសរើសការគិតវិជ្ជមានរស់នៅដោយភាពថាមានសុខភាពល្អហាត់ប្រាណខ្លះអីខ្លះទៅគេឲ្យបានគ្រប់គ្រាន់ចាក់ទម្លាប់ប្រចាំថ្ងៃខ្ញុំនឹងតែងតែធ្វើអីដែលល្អសម្រាប់សុខភាពរាងកាយហើយខ្ញុំគិតថាពេលដែលយើងសុខភាពល្អបានយើងមានអាខួរក្បាលនេះទៅគិតអីវិជ្ជមានសប្បាយចិត្តបានត្រូវអត់មានស្នេហាលីឡំអីខ្លះអត់ទេស្នេហ៍ជីវិតវាអត់ជោគជ័យតែអត់អីព្រោះខ្ញុំចេះស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ហើយអូដោយស្មោះសរទៅមានន័យថាអញ្ចឹងរងថ្ងៃនេះខ្ញុំរៀងអាយុច្រើនដែរហើយអញ្ចឹងអីដែលខ្ញុំគិតទៅប៉ុណ្ណឹងបងណាចាំគេចាំតអូអញ្ចឹងមិនចាអញ្ចឹងវិធីកហ្នឹងគឺជាវិធីកគឺបែបហ្នឹងឥឡូវយើងជួបជាមួយនឹង